នៅក្នុងទីក្រុងមួយពោពេញដោយភ្លើងពណ៌ក្រួយពេលល្ងាចមនុស្សរាប់ពាន់ដើរតាមផ្លូវធំដើម្បីត្រឡប់ទៅផ្ទះទោះបីជាមនុស្សមានអាយុភេទនិងមុខរបរខុសគ្នាក៏ចលនារបស់ពួកគេទាំងអស់ស្ទើរតែដូចគ្នាពេលដល់ចំណុចរបស់ពួកគេច្រើនតែបង្វែរស្តាមមិនមាននរណាអំពាវនាវឬដាក់កានម្ល៉េះវាហាក់បីដូចជាការសម្រេចចិត្តធម្មជាតិមួយដែលគេច្រើនមិនបានគិតអំពីវាផងនេះធ្វើឲ្យមានសំណួរមួយលេចឡើងហេតុអ្វីបានជា90មនុស្សបង្វែរស្តាមវគ្គទី1ការចាប់ផ្ដើមនៃសំណួរហេតុអ្វីមនុស្សងាកស្តាមនៅក្នុងជីវិតប្រចាំថ្ងៃយើងដើរចូលមកឡើងជណ្ដើរបើកទ្វារធ្វើការជាច្រើនហើយភាគច្រើនយើងបង្វែរស្ដាំដោយមិនបានគិតស្រាវជ្រាវជាច្រើនបង្ហាញថាប្រហែល90នៃមនុស្សលើពិភពលោកមានទម្លាប់ងាកស្ដាំនេះមិនមែនជាការអចេតនាឬចៃដន្យទេតែជាកត្តាចម្រុះរួមគ្នារួមមានជីវវិទ្យាសមាសភាពខួរក្បាលវប្បធម៌បរិស្ថាននិងការចងចាំរយៈពេលវែងវគ្គនេះបង្ហាញឲ្យអ្នកទស្សនាស្គាល់សំណួរដ៏សាមញ្ញប៉ុន្តែពោរពេញដោយអាថ៌កំបាំងដែលជាដំបូងនៃការសិក្សាដ៏គួរឲ្យចាប់អារម្មណ៍បន្តទៅមុខវគ្គទី2ជីវវិទ្យាខួរក្បាលនិងស្បែកស្ដាំមនុស្សប្រហែល85-90ជាស្បែកស្ដាំនេះមានទំនាក់ទំនងជាក់លាក់ទៅនឹង hemispheres ខួរក្បាលឆ្វេងគ្រប់គ្រងដៃស្ដាំនិងជាប់ពាក់ព័ន្ធនឹងការគិតតម្លាភាពលម្អិតនិងការគ្រប់គ្រងសកម្មភាពលើខាងស្ដាំនៃរាងកាយជីវវិទ្យារបស់យើងបង្កើតទៅផ្លូវងាយគឺឲ្យខាងស្ដាំคล้ายជាជម្រើសធម្មជាតិពេលយើងដើរលើផ្លូវជាច្រើនឬបែបទីខាងណាមួយខួរក្បាលយកសេចក្តីសន្មត់ថាទៅស្ដាំគឺមានសុវត្ថិភាពនិងងាយគ្រប់គ្រងជាងនេះបង្ហាញថាទម្លាប់មិនមែនចាប់ផ្ដើមពីខាងក្រៅទេតែចាប់ពីក្នុងសរសៃប្រសាទរបស់យើងឯងវគ្គទី3ទម្លាប់សង្គមវប្បធម៌និងច្បាប់ចរាចរណ៍ប្រទេសភាគច្រើនលើពិភពលោកបើកបរនិងដើរខាងស្ដាំកុមារពេលរៀនដើរតែងតែត្រូវណែនាំឲ្យឈើញខាងស្ដាំគឺជាស្ដាំគឺក្នុងសាលារៀនផ្លូវហើយសង្គមក៏រៀបចំបរិស្ថានឲ្យដូចនេះផងទម្លាប់នេះคล้ายជាការប្រកាន់ខ្ជាប់នៅក្នុងអារម្មណ៍ពេលឃើញច្រកបត់ឬជណ្ដើរយើងស្វ័យប្រវត្តិបង្វែរស្ដាំវប្បធម៌ក៏ធ្វើឲ្យខាងស្ដាំវាមានន័យវិជ្ជមានដូចជា right choice do the right thing តើនេះក៏ជាផ្នែកចាំបាច់នៃចិត្តវិទ្យាមនុស្សវគ្គទី4ការរចនាបរិស្ថាននិងអាជីវកម្មមក supermarket សួនកំសាន្តនិងកន្លែងពាណិជ្ជកម្មភាគច្រើនរៀបចំផ្លូវឲ្យមនុស្សបង្វែរស្ដាំដើម្បីធ្វើឲ្យចលនារលូនកាត់បន្ថយការកក់ក្ដៅនិងជំរុញឲ្យឈប់មើលទំនិញខាងស្ដាំជាច្រើនអ្នកទីផ្សារប្រើចំណេះដឹងនេះដាក់ផលិតផលល្អនៅខាងស្ដាំដើម្បីឲ្យអតិថិជនងាកមើលជាមុនបរិស្ថានដែលយើងរស់នៅស្របទៅនឹងទម្លាប់ស្ដាំរួមបញ្ចូលគ្នាคล้ายជាចម្លាក់ក្នុងខួរក្បាលយើងដោយមិនដឹងខ្លួនវគ្គទី5ចិត្តវិទ្យាសុវត្ថិភាពនិងការសម្រេចចិត្តមនុស្សចូលចិត្តអ្វីដែលស្គាល់ស្រាប់មានអារម្មណ៍ថាសុវត្ថិភាពជាងខាងស្ដាំគឺជា model ក៏ស្គាល់រួចធ្វើសម្រាប់ភាគច្រើនដូច្នេះពេលធ្វើសេចក្តីសម្រេចចិត្តរហ័សយើងជ្រើសស្ដាំជាច្រើនជាងឆ្វេងតាមចិត្តវិទ្យានេះហៅថា cognitive ease កន្លែងដែលខួរក្បាលប្រើថាមពលតិចជាងដូច្នេះទីដើមមិនមែនជាការជ្រើសរើសឆ្លាតឬល្ងង់ទេប៉ុន្តែជាការបង្ហាញពីរបៀបដែលខួរក្បាលសម្របខ្លួនដើម្បីរស់រានមានជីវិតវគ្គទី5មួយបន្សំលទ្ធផលតើវាមានអត្ថន័យអ្វីសម្រាប់យើងការដឹងថាមនុស្ស90បែបស្ដាំអាចជួយក្នុងការរចនាប្រព័ន្ធសុវត្ថិភាពផ្លូវកីឡាបណ្ដាញសង្គមទីផ្សារនិងការអប់រំវាបង្ហាញថាមនុស្សមិនមែនធ្វើអ្វីដោយចៃដន្យទេតែដោយទម្លាប់ប្រព័ន្ធប្រវត្តិសាស្ត្រ
និងជីវវិទ្យាដែលបង្កើតរូបរាងការរស់នៅទោះបីជា Angosdam គេស្គាល់ជាច្រើនប៉ុន្តែមនុស្សឆ្វេងក៏មានតួនាទីពិសេសមិនគួររំលងឡើយចំណេះដឹងតូចបែបនេះអាចធ្វើឲ្យយើងយល់ច្បាស់ពីខ្លួនឯងនិងពិភពលោកជាងមុនកំណាប់ក្នុងលំហផ្លូវរត់តូចធំរូបមនុស្សរាប់ពាន់ជើងដើរឆ្លងកាត់មេឃពណ៌រាត្រីពេលដល់ចំណុចបត់ដ៏ស្ងៀមស្ងាត់90បង្វែរស្ដាំដូចមាននរណាម្នាក់ហើយតាមខ្យល់លួចមិនមែនជាក្បាច់សំបីតែគិតមិនមែនជាការបង្រៀនក្នុងសៀវភៅតែជាខ្សែអនុស្សាវរីយ៍លាក់ទុកក្នុងឈាមនិងសរសៃប្រសាទជាយន្តការម្នាក់ឯងរបស់ជីវិតដែលចូលចិត្តធ្វើអ្វីងាយមុនគេខួរក្បាលឆ្វេងអោបស្ដាំដូចភ្លើងចង្អុលនៃគំនំទឹកឲ្យហូរទៅមុខវប្បធម៌សង្គមបរិស្ថានជាអ្នកគំនូរផ្នែកខាងស្ដាំហាងទំនិញផ្លូវដើរចិនដាទាំងអស់រៀបចំដើម្បីវាមនុស្សបត់ស្ដាំដូចពន្លឺថ្ងៃលះលើភ្នំស្ដាំគឺសុវត្ថិភាពស្ដាំគឺស្គាល់ស្រាប់ខួរក្បាលប្រាប់ថាទៅទីនោះចេះតែរស់បានហើយបេះដូងដូចតែមកលើកទឹកចិត្តបន្ថែមប៉ុន្តែនៅចន្លោះមនុស្សរាប់ពាន់នោះមានអ្នកខ្លះក្លាហានជ្រើសឆ្វេងចុះជំហានទៅកន្លែងគេមិនធ្លាប់មើលដោយសម្បុកឈើតូចធ្វើដំណើរតាមស្ទ្រីមក្តៅត្រជាក់ពិភពលោកទាំងស្ដាំទាំងឆ្វេងមិនមានអ្នកណាត្រឹមត្រូវជាងគ្នាទេព្រោះជីវិតមិនត្រូវបានវាស់ស្ទង់ដោយទិសតែវាស់ដោយអមតៈនៃការទៅដល់អ្វីដែលយើងស្រមៃ90បែរស្ដាំវាជាការពិតប៉ុន្តែ10ខុសពីគេវាជាព្រំដែននៃការច្នៃប្រឌិតពិភពលោកអភិវឌ្ឍមិនមែនដោយអ្នកតាមដានតែដោយអ្នកដែលហ៊ានដើរចេញពីផ្លូវចាស់ដូច្នេះទោះបីអ្នកបែរស្ដាំឬឆ្វេងសូមដើរទៅមុខដោយការយល់ដឹងដោយក្តីសង្ឃឹមនិងក្តីស្រឡាញ់ដោយគោរពជំរឿគ្នាទៅវិញទៅមកព្រោះពិភពលោកនេះស្រស់ស្អាតពេលយើងចែករំលែកទីដើរតូចរបស់ខ្លួនបន្ទាប់ពីការសិក្សាសួរគ្នានិងពិនិត្យអាកប្បកិរិយារយៈពេលយូរយើងឃើញថាមិនមានចម្លើយតែមួយឡើយវាជាការរួមបញ្ចូលគ្នារវាងជីវវិទ្យាទម្លាប់សង្គមការបង្រៀនតាំងពីតូចនិងបរិស្ថានដែលយើងរស់នៅតែអ្វីដែលមានតម្លៃជាងចម្លើយគឺការយល់ឃើញថ្មីមនុស្សម្នាក់មានទីដើររបស់ខ្លួនភាគច្រើនអាចបង្វែរស្ដាំប៉ុន្តែមនុស្សខ្លះក៏អាចជ្រើសឆ្វេងដោយវាមិនមែនខុសទេក្នុងជីវិតក៏ដូចគ្នាមិនចាំបាច់តាមគេជានិច្ចសំខាន់គឺយើងដើរទៅមុខដោយការយល់ដឹងការគោរពគ្នានិងការគោរពជំរឿខ្លួនឯងពិភពលោកស្អាតឡើងពេលយើងអាចទទួលស្គាល់ភាពខុសគ្នានោះប្រសិនបើបងប្អូនយល់ថាវីដេអូនេះមានប្រយោជន៍សូមជួយចុច Like Subscribe និងបើករូបកណ្